បាទជំរាបសួរប្រិយមិត្តទស្សនិកជនពុកម៉ែបងប្អូនលោកស្រីនាងកញ្ញាតោះធ្វើយ៉ាងម៉េចដើម្បីទទួលបានជោគជ័យនៅក្នុងវិស័យអាជីវកម្មទីផ្សារបណ្ដាញបាទ network marketing បាទវាមានពីរទី1សម្រាប់អ្នក networker បាទសម្រាប់អ្នក networker ទី2សម្រាប់ CEO ណាបាទតោះបើសិនជាសម្រាប់យើងជាអ្នកលក់វិញយើងជាអ្នក network ជាមេបណ្ដាញវិញតែយើងត្រូវធ្វើម៉េចហើយបើយើងជាប្រធានក្រុមហ៊ុនយើងជា CEO តើយើងត្រូវធ្វើយ៉ាងម៉េចអូខេតោះតាមដានជាមួយនឹងខ្ញុំបើសិនជាយើងជាមេបណ្ដាញណាយើងជាមេបណ្ដាញយើងជាមេបណ្ដាញតែយើងត្រូវធ្វើម៉េចដើម្បីឲ្យជោគជ័យនៅក្នុងវិស័យទីផ្សារបណ្ដាញ network marketing មួយដែរចំណុចដែលត្រូវសិក្សាគឺមុននឹងចាប់ផ្ដើមមកតាំងពីមុននឹងការចាប់ផ្ដើមធ្វើទីផ្សារបណ្ដាញរហូតដល់បានជោគជ័យមិនមែនតែចាប់ផ្ដើមហើយចាំសិក្សាតាមក្រោយនោះទេបាទចំណុចដែលត្រូវចាប់ផ្ដើមគឺមាន3ណាមាន3សម្រាប់អ្នកចង់ធ្វើទីផ្សារបណ្ដាញបានជោគជ័យទី1ខ្លួនឯងសិក្សាពីខ្លួនឯងសិនថាតើខ្លួនឯងនឹងស្រឡាញ់ទីផ្សារបណ្ដាញដែរទេណាខ្លួនឯងស្រឡាញ់ទីផ្សារបណ្ដាញចូលចិត្តទីផ្សារបណ្ដាញហើយមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើទីផ្សារបណ្ដាញដែរទេអូខេសិក្សាទៅឃើញតែអូខេយើងស្រឡាញ់ទីផ្សារបណ្ដាញយើងស្រឡាញ់ទីផ្សារបណ្ដាញយើងមានពេលគ្រប់គ្រាន់យើងអាចនឹងធ្វើទីផ្សារបណ្ដាញបានចំណុចទី1គឺខ្លួនឯងចំណុចទី2យើងត្រូវសិក្សាពីក្រុមហ៊ុនផងក្រុមហ៊ុនដែលយើងធ្វើជាមួយហ្នឹងមិនមែនចេះតែធ្វើជាមួយទេមិនមែនចេះតែធ្វើជាមួយគ្រប់តែក្រុមហ៊ុនទេបើចង់ជោគជ័យខ្ញុំផ្ដាំកុំធ្វើគ្រប់តែក្រុមហ៊ុននោះអ្នកដែលធ្វើគ្រប់តែក្រុមហ៊ុនណា100មិនទាន់ជោគជ័យមួយផងណាបើចង់ធ្វើទីផ្សារបណ្ដាញជោគជ័យកុំធ្វើគ្រប់តែក្រុមហ៊ុននោះវាគ្មានជោគជ័យទេដូចខ្ញុំនិយាយ100មិនទាន់ជោគជ័យមួយផងយើងមើលពីក្រុមហ៊ុនមើលរបៀបម៉េចចំណុចទី2ណាថាតើក្រុមហ៊ុនហ្នឹងបង្កើតឡើងពេលណាខែណាថ្ងៃណាឆ្នាំណាដោយអ្នកណានៅប្រទេសណាបាទមានច្បាប់ទម្លាប់ត្រឹមត្រូវដែរទេមានន័យថាស្របច្បាប់ទេមានផលិតផលឬមួយក៏សេវាកម្មហ្នឹងជាផលិតផលដែលល្អនិងចាំបាច់ដែរទេហើយវាប៉ះពាល់ទៅដល់អ្នកប្រើដែរឬអត់ណាអាហ្នឹងណាចំណុចទី2សិក្សាច្រើនបន្តិចព្រោះសិក្សាពីក្រុមហ៊ុនយើងត្រូវសិក្សាយ៉ាងច្រើនបន្តិចបាទបើសិនជាក្រុមហ៊ុនហ្នឹងគ្មានច្បាប់បញ្ជីការត្រឹមត្រូវយើងគួរតែកុំធ្វើជាមួយដោយសារតែថ្ងៃក្រោយយើងក៏អាចនឹងមានទោសដែរដោយសារតែការខុសច្បាប់របស់គេណាដោយសារតែរឿងខុសច្បាប់របស់គេក៏យើងអាចនឹងទោសដែរហើយផលិតផលឬក៏សេវាកម្មនោះបើចេញទៅវាប៉ះពាល់ដល់អ្នកប្រើប្រាស់អត់បាទប៉ះពាល់ដល់អ្នកប្រើប្រាស់អត់ឆែកមើលទៅអូប៉ះពាល់ដល់សុខភាពក៏មិនត្រូវទៅចូលរួមធ្វើជាមួយដែរពីព្រោះនៅពេលដែលប៉ះពាល់ដល់សុខភាពអ្នកប្រើគេប្តឹងគេផ្ដាល់ទៅគេចាប់ទាំងប្រធានក្រុមហ៊ុនចាប់ទាំងអ្នកលក់ហ្នឹងយើងហ្នឹងអ្នកលក់ហ្នឹងបាទចំណុចទី2សិក្សាពីក្រុមហ៊ុនឲ្យច្បាស់លាស់បាទចំណុចទី3ខ្លីៗចំណុចទី3សិក្សាពីអ្នកគ្រប់គ្រងក្រុមហ៊ុនបាទតើអ្នកគ្រប់គ្រងក្រុមហ៊ុននឹងឈ្មោះអីបាទគាត់មានប្រវត្តិធ្លាប់ខូចដែរទេណាគាត់មានប្រវត្តិធ្លាប់ខូចទេឆែកមើលទៅអូឈ្មោះគាត់អត់ដែលមានប្រវត្តិធ្លាប់ខូចធ្លាប់តែធ្វើក្រុមហ៊ុនណាជោគជ័យក្រុមហ៊ុនហ្នឹងហើយជាមនុស្សល្បីបន្ទាប់ពីសិក្សាក្រុមហ៊ុនហើយ
dương thấu sắc xa ấy tiết nhá thấu sắc xa ấy tiết xong sắc xa từ lơ system hòmពីព្រោះថា network marketing ដែលជោគជ័យវាមានអង្គនៃជោគជ័យរបស់វាគឺត្រូវតែមាន IT បាទអង្គនៃភាពជោគជ័យរបស់វាត្រូវតែមាន IT អញ្ចឹងសិក្សាពីក្រុមហ៊ុនហ្នឹងមាន system ប្រើប្រាស់នៅបើទៅសេដៃនេះកុំធ្វើជាមួយបាទហើយបើប្រើ system ហើយតើ system ហ្នឹងល្អដែរទេឲ្យប្រាក់ចំណេញច្រើនទេតិចពេកក៏កុំធ្វើជាមួយព្រោះហត់តែកម្លាំងផលប្រយោជន៍បានតិចច្រើនពេកក៏គួរតែកុំធ្វើវាឆាប់គ្រោះថ្នាក់ឲ្យគួរសមធ្វើទៅអូឆែកមើល system ដើរស្អាតដើរ smooth ហើយគួរសមណាទៅទេគ្រូផាតប្រាក់ចំណេញឲ្យច្រើនល្អសំរុំហើយចាំកាលធ្វើចាប់ដើមធ្វើទៅជោគជ័យហើយបាទក្រុមហ៊ុនក៏ល្អ system ក៏ល្អអ្នកគ្រប់គ្រងក៏ល្អខ្លួនឯងក៏ស្រឡាញ់អាហ្នឹងចាំកាលធ្វើវាមិនជោគជ័យវាដឹងតែជោគជ័យណាវាគ្មានអីនេះទេហើយបើធ្វើតាមតែគេហៅតាមតែគេអូសទាញតាមតែគេហៅហ្នឹងមិនជោគជ័យទេមិនជោគជ័យទេវីដេអូនេះខ្ញុំធ្វើការនិយាយពីភាពជោគជ័យនៃអ្នកទីផ្សារបណ្ដាញវីដេអូក្រោយនិយាយពីអ្នកបរាជ័យទីផ្សារបណ្ដាញម្ដងកុំឲ្យថាស្អីមកជើងជោគជ័យនិយាយបរាជ័យមើលអញបរាជ័យវាមិនបានអញបរាជ័យបាទចាំតាមដានវីដេអូក្រោយអរគុណ